បរិបទដែលមានបញ្ហាយូរចេញទៅកាមឬក៏ពិបាកដល់ចំណុចកំពូលគឺត្រូវបានគេមើលរំលងដោយគិតថាបរិបទដែលរួមភេទបានយូរគឺខ្លាំងតែផ្ទុយទៅវិញវាក៏ជាបញ្ហាចម្បងនៅក្នុងជីវិតផ្លូវភេទរបស់បរិបទមួយចំនួនដែរភាសាអង់គ្លេសគេហៅថា delayed ejaculation disorder ខ្ញុំនឹងណែនាំពីវិធីបឋមដែលបរិបទគាត់អាចយកទៅអនុវត្តមុននឹងគាត់សម្រេចចិត្តទៅជួបពេទ្យឯកទេសសួស្តីចាស់ខ្ញុំអេលីដើម្បីដោះស្រាយបញ្ហាយើងត្រូវដឹងពីប្រភពនៃបញ្ហាជាមុនសិនអញ្ចឹងបញ្ហាពិបាកដល់ចំណុចកំពូលរបស់បរិបទគឺកើតចេញពីកត្តាគឺកត្តារាងកាយហើយនិងកត្តាផ្លូវចិត្តកត្តារាងកាយចំណុចទី1ដោយសារតែបរិបទហ្នឹងគឺគាត់អត់មានសុខភាពល្អគាត់មានជំងឺរ៉ាំរ៉ៃប្រចាំកាយហើយគាត់មិនមានរបបអាហារល្អជាហេតុធ្វើឲ្យរាងកាយគាត់ខ្វះសារធាតុចិញ្ចឹមគ្រប់គ្រាន់ដើម្បីផលិតទឹកកាមចំណុចទី2គឺអាចដោយសារតែគាត់សម្រេចកាមដោយខ្លួនឯងច្រើនពេកជាហេតុនៅពេលដែលគាត់រួមភេទជាមួយនឹងដៃគូ